ចូលរួមថែរក្សានិងអភិរក្សអុកខ្មែរទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកជួបកាឡាសម្រាប់មួយទៀតហើយគឺកាឡានេះគឺសម្រាប់អ្នករៀនលេងដំបូងគឺឲ្យយើងចេះប្រើជើងសេះបាទតើយើងជើងសេះយើងហក់ទៅបែបណាដើម្បី support ជាមួយទូកយើងអាចសម្រាប់ដោយប្រើត្រឹមតែសេះមួយនិងទូកមួយតែប៉ុណ្ណោះតែទូកអាចនៅក្នុងកាឡាមួយនេះគឺសេះមួយនេះបាទសេះមួយនេះគឺបោះចំហសេះហើយគឺអង្គរត់ចេញយើងទាញអង្គមកចូលស្លាប់វិញបានទៀតអញ្ចឹងកាឡាមួយនេះគឺពិតជាល្អសម្រាប់អ្នកដែលអត់ទាន់ចេះប្រើជើងសេះល្អអញ្ចឹងជូនទៅបងប្អូនទាំងអស់គ្នាអ្នកដែលអត់ទាន់ប្រើជើងសេះល្អអូខេឥឡូវយើងទៅមើលកូនជាក់ស្ដែងគឺប៉ុនគ្នាទេទូកមកគូដូចគ្នាសេះមួយដូចគ្នាគោនាងអីប៉ុនគ្នាហើយដើម្បីកុំឲ្យមានការយល់ច្រឡំខាងនេះគឺខាងសយើងខាងសវាយទៅពីមុខបាទអញ្ចឹងនេះគឺមុខគោខាងសតែពីនេះគឺអត់មានប្រើទេយើងគ្រាន់តែបិទជើងទេបាទអ្វីដែលប្រើទូកឯងគឺសេះហើយនឹងយើង support មួយទូកមួយតែប៉ុណ្ណោះឥឡូវយើងទៅមើលការដើរទាំងអស់គ្នាគឺខាងនេះគឺវេនសដើមមុនហើយបើសិនជាបងប្អូនពេញចិត្តកាឡាមួយនេះបងប្អូនអាចចូលទៅទស្សនាវីដេអូ original របស់បងប្រុសដែលមានឈ្មោះថារៀនលេងអុកចាក់ត្រង់អញ្ចឹងបងប្អូនអាចចូលទៅទស្សនាវីដេអូ original របស់គាត់បានអូខេឥឡូវក្នុងលក្ខខណ្ឌវេនសដើមមុនតើយើងគួរតែបោះសេះទៅបែបណាកាក់ជើងបែបណានិង support មួយទូកបែបណាទៅយើងអាចសម្រាប់ខាងខ្មៅបានអូខេអញ្ចឹងក្នុងវីដេអូរបស់គាត់គឺគាត់ហក់សេះឥឡូវយើងមើលពីចំហខាងសតើគោលដៅអីបានយើងត្រូវហក់សេះមកនឹងបាទគឺព្យាយាមចូលមកកន្លែងនេះដើម្បីអុកមួយសេះទៀតគឺស្រាប់ហើយបាទបើខាងខ្មៅអត់ប្រយ័ត្នកន្លែងនេះហ៊ានតែដើរខុសគឺមួយសេះទៀតស្រាប់ហើយតែក្នុងលក្ខខណ្ឌនេះគឺយើងអាចដើរបានខាងខ្មៅដើរបានទៅ3 4កន្លែងទៅមុខទៀតដោយសារខាងនេះខាងខ្មៅនៅជាប់អង្គមានទូកនេះអាចអុកឡាំប៉ាបានអញ្ចឹងខាងខ្មៅគាត់អត់តន់ធ្វើអីទេគឺអុកផងនិងផាយផងបាទផាយទូកកន្លែងនេះផងខាងសគាត់គិតថាមានតែមួយសេះទៀតគឺស្លាប់អញ្ចឹងយើងត្រូវចេះកិច្ចយ៉ាងណាដើម្បីកុំឲ្យត្រូវជើងសេះកិច្ចយ៉ាងណាដើម្បីកុំឲ្យទូកអុកឡាំប៉ាបានអញ្ចឹងបងប្អូនមើលទៅជំរឿស1 2 3 4 5បាទគឺមានច្រើនកន្លែងក្នុងការដើរអញ្ចឹងខ្មៅគាត់លេងរវល់មួយគោនេះហើយបាទគាត់ទុកឲ្យគោចោលអញ្ចឹងនៅក្នុងវីដេអូខាងសគាត់កិច្ចមកខាងនេះកិច្ចឲ្យត្រូវជើងអុកណាទាំងអស់បាទអញ្ចឹងខាងខ្មៅគាត់ឃើញអត់មានកន្លែងអុកឡាំប៉ាអីទេគាត់ជំរឿសមួយទៀតធ្វើម៉េចដើម្បីឲ្យអង្គមានជើងដើរគឺគាត់ឡើងទូកមកកាន់ដើម្បីឲ្យអង្គចេញមកកន្លែងនេះផងនិងដើម្បីដាក់តទូកផងឥឡូវបងប្អូនចូលរួមមើលទាំងអស់គ្នា3ជើងទៀតស្លាប់ហើយបងប្អូនស្អប់អាចស្កប់កន្លែងហ្នឹងសិនទៅវេនសដើរ3ជើងទៀតនឹងអាចស្លាប់តើវេនសគួរដើរអីកាន់អីអុកយ៉ាងម៉េចទៅដើម្បីកុំឲ្យខ្មៅរត់ចេញផងនិងប្រទាញស្លាប់វិញផងអូខេឥឡូវបងប្អូនគិតហើយឥឡូវយើងទៅមើល3ជើងស្លាប់យ៉ាងដូចម្ដេចបាទគឺហក់ជើងសេះមកកន្លែងទៅតាមគោលដៅរបស់គាត់ហក់ជើងសេះអុកកន្លែងនេះខ្មៅមានមិនជំរឿនក្នុងការដើរគឺខ្មៅមានតែមួយជំរឿននេះគត់បាទបើសិនជាយើងខ្មៅអត់ឡើងទូកទេគឺអុកមួយសេះហ្នឹងស្លាប់អញ្ចឹងគាត់ឡើងទូកដើម្បីមានប្រឡោះកន្លែងហ្នឹងដែរអញ្ចឹងដើម្បីកុំឲ្យរត់ចេញបាទដើម្បីកុំឲ្យប្រឡោះនេះគឺខ្មៅគាត់ចង់រត់ចេញហើយគឺដើម្បីកុំឲ្យរត់ចេញមានតែជើងសេះមួយតែប៉ុណ្ណោះដែលយើងអាចបិទកន្លែងហ្នឹងបានអុកផងជើងសេះគឺអុកផងនិងបិទកន្លែងនេះផងដូចខ្ញុំនិយាយកាលពីដើមវីដេអូអញ្ចឹងគឺអត់ឲ្យខ្មៅអង្គខ្មៅចេញទេគឺហៅឲ្យចូលមកវិញបាទអញ្ចឹងពីរជើងហើយហក់ជើងសេះអុកមួយហក់ជើងសេះទី2អុកទី2អញ្ចឹងមួយជើងទៀតស្លាប់ហើយគឺការសហការជាមួយទូកតែប៉ុណ្ណោះបាទអញ្ចឹងយើងដាក់បន្ទុកទៀតស្លាប់នេះគឺជាការប្រើជើងសេះដែលមានសិទ្ធិភាពដែលយើងគប់ផ្សំជាមួយនឹងទូកអញ្ចឹងពីរនេះគឺគ្រាន់តែជាការបិទជើងតែប៉ុណ្ណោះបាទអញ្ចឹង3កន្លែងនេះគឺជើងនាងហើយជើងគោហើយហើយនេះគឺជើងសេះបាទទូកដែលឡើងមកហ្នឹងគឺតកើតទេអូខេឥឡូវយើងទៅមើលកន្លែងដើមទាំងអស់គ្នាបាទឥឡូវយើងទៅមើលកន្លែងដើមទាំងអស់គ្នាបើយើងសរុបទៅអាចថា4 5ជើងទៅមុខទៀតដែរតែក្នុងលក្ខខណ្ឌពិសេសគឺ3ជើងចុងក្រោយអញ្ចឹងខាងសគាត់ហក់សេះអូខេខាងខ្មៅគាត់ផាយផងអុកផងអញ្ចឹងកន្លែងនេះសំខាន់បងប្អូនតែកិច្ចយ៉ាងម៉េចដើម្បីកុំឲ្យត្រូវជើងសេះឬក៏ឲ្យត្រូវទូកអុកអញ្ចឹងគាត់កិច្ចមកក្រោយអស់បាទកិច្ចមកក្រោយអស់អញ្ចឹងខាងខ្មៅគាត់ឡើងទូកតទូកដើម្បីមានផ្លូវអង្គខ្មៅរត់បាទអត់ឲ្យរត់ចេញទេសេះដាក់មួយអូខេមានមួយជំរឿនក្នុងការដើរទេហក់មកមួយទៀតបាទអុកផងបិទកលាផងនឹងហៅឲ្យចូលមកវិញអូខេមានមួយជំរឿនក្នុងការដើរអញ្ចឹងមួយជើងចុងក្រោយគឺយើងដាក់បន្ទុកស្លាប់អូខេនេះគឺជាវីដេអូចែកម្លែកយើងមានខ្លីៗប៉ុណ្ណឹងហើយម្ដងទៀតបើសិនជាពេញចិត្តកាឡាមួយនេះបងប្អូនអាចចូលទៅ page មួយដែលមានឈ្មោះថារៀនលេងអុកចាក់ត្រង់គឺអាចចូលទៅទស្សនាវីដេអូ original របស់គាត់បានអញ្ចឹងបើសិនជាបងប្អូនអ្នករៀនលេងដំបូងកាឡាមួយនេះអាចថាយើងជ្រៅបើសិនជាអត់តន់កន្លែងណាបងប្អូនអាច comment សួរនាំបានជាការសំណូមពរសឹងតែគ្រប់វីដេអូហើយបើសិនជាបងប្អូនមានកន្លែងដែលលេងតហើយជួបកន្លែងពិសេសគាត់ថាកន្លែងហ្នឹងល្អបងប្អូនអាចថតកន្លែងមួយហ្នឹងហើយអាច comment នៅគ្រប់វីដេអូរបស់ខ្ញុំនឹងយកវីដេអូកន្លែងរបស់បងប្អូនយកមកចែកម្លែកបន្តទៀតក្នុងគោលដៅគោលបំណងដើម្បីចូលរួមថែរក្សានិងអភិរក្សអុកខ្មែរទាំងអស់គ្នាអញ្ចឹងជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល